ថ្ងៃនេះគឺខ្ញុំចង់ចែករំលែកនៅវិធីសាស្ត្រក្នុងការព្យាបាលជំងឺលើសឈាមដោយមិនចាំបាច់ប្រើប្រាស់ថ្នាំដោយគ្រាន់តែឲ្យបងប្អូនអនុវត្តតាមគោលការណ៍ទាំង5ចំណុចខាងក្រោមនេះបងប្អូនប្រកាសជាគ្រប់គ្រងនៅជំងឺលើសឈាមរបស់បងប្អូនបានល្អជាក់ជាមិនខានបាទតើអញ្ចឹងបងប្អូនយើងមកស្ដាប់ពីគោលការណ៍ទាំង5ចំណុចនេះទាំងអស់គ្នាថាតើវាមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចហើយវាពូកែយ៉ាងដូចម្តេចដែលអាចជួយបញ្ចុះសម្ពាធឈាមរបស់បងប្អូនយើងបានពូកែយ៉ាងនេះគោលការណ៍ទី1គឺការកែប្រែរបបអាហារដែលហៅថា DASH diet របបអាហារ DASH បាទមានន័យជាភាសាអង់គ្លេសថា Dietary Approach to Stop Hypertension បាទគឺជារបបអាហារមួយបញ្ឈប់ការឡើងឈាមរបបអាហារ DASH នេះគឺជាវិធីសាស្ត្រលំដាប់ជួរមុខក្នុងការទប់ស្កាត់ការឡើងឈាមចំណុចទី1នៃអាហារ DASH នេះគឺការកាត់បន្ថយប្រៃសូដ្យូមព្យាយាមកាត់បន្ថយការប្រើប្រាស់អំបិលទឹកត្រីទឹកស៊ីអ៊ីវម្សៅស៊ុបនិងអាហារកំប៉ុងការកាត់បន្ថយអំបិលត្រឹមតែតិចជាង 2,300 មីលីក្រាមប្រហែលជា1ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃវានឹងជួយបញ្ចុះសម្ពាធឈាមបានយ៉ាងលឿនទៀតផងចំណុចទី2បង្កើននូវការញ៉ាំជាតិប៉ូតាស្យូមញ៉ាំបន្លែបៃតងផ្លែឈើដូចជាចេកផ្លែប៊ឺរីឬក៏ផ្លែប៊ឺនិងគ្រាប់ធញ្ញជាតិព្រោះប៉ូតាស្យូមជួយបណ្ដេញនូវជាតិប្រៃចេញពីក្នុងទឹកនោមនិងធ្វើឲ្យសរសៃឈាមសម្រាកគោលការណ៍ទី2ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជួយឲ្យសាច់ដុំបេះដូងរឹងមាំនិងអាចបូមឈាមដោយប្រើប្រាស់កម្លាំងតិចជាងមុនដែលធ្វើឲ្យសម្ពាធឈាមក្នុងសរសៃឈាមធ្លាក់ចុះលំហាត់ប្រាណនេះគួរធ្វើតាមបែបកាឌីយ៉ូដូចជាការដើរញាប់រត់ត្រឹកធាក់កង់ឬហែលទឹកជាដើមឲ្យបាន150នាទីក្នុងមួយសប្តាហ៍ឬក៏30នាទីក្នុងមួយថ្ងៃ5ថ្ងៃក្នុងមួយសប្តាហ៍បាទគោលការណ៍ទី3គឺជាការគ្រប់គ្រងទម្ងន់និងគ្រប់គ្រងខ្លាញ់ក្បាលពុះសម្ពាធឈាមជារឿយៗតែងតែឡើងទៅតាមទម្ងន់ដែលកើនឡើងលើសពីនេះទៀតការមានខ្លាញ់ក្បាលពុះច្រើនធាត់ដុសក្បាលពុះធ្វើឲ្យប្រឈមមុខនឹងជំងឺលើសឈាមខ្លាំងការសម្រក់ទម្ងន់ត្រឹមតែ1គីឡូក្រាមអាចជួយកាត់បន្ថយសម្ពាធឈាមប្រហែល1មីលីម៉ែត្របារ៉ុតគោលការណ៍ទី4គឺជាការកាត់បន្ថយនិងគ្រប់គ្រង stress នៅពេលដែលយើង stress រ៉ាំរ៉ៃរាងកាយនឹងបញ្ចេញនូវអរម៉ូន cortisol និង adrenaline ដែលធ្វើឲ្យបេះដូងលោតញាប់និងសរសៃឈាមរួមតូចគួរអនុវត្តនៅពិធីជួយឲ្យខួរក្បាលសម្រាកដូចជាការហាត់ប្រាណដកដង្ហើមវែងៗការធ្វើសមាធិឬការស្ដាប់តន្ត្រីដែលមានអារម្មណ៍ថាស្រទន់ទី5ជៀសវាងគ្រឿងស្រវឹងនិងបារីឈប់ជក់បារីព្រោះបារីមានសារធាតុនីកូទីនវាធ្វើឲ្យសម្ពាធឈាមឡើងភ្លាមបន្ទាប់ពីជក់និងបំផ្លាញសរសៃឈាមក្នុងរយៈពេលវែងការកម្រិតគ្រឿងស្រវឹងការផឹកគ្រឿងស្រវឹងច្រើនពេកមិនត្រឹមតែធ្វើឲ្យឈាមឡើងនោះទេប៉ុន្តែវាក៏អាចកាត់បន្ថយប្រសិទ្ធភាពថ្នាំលើឈាមបានផងដែរបាទទាំងនេះហើយគឺជាគោលការណ៍ឬក៏យុទ្ធសាស្ត្រទាំង5ចំណុចដែលជួយព្យាបាលជំងឺលើសឈាមរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែបងប្អូនគួរតែចាំទុកថាវាមិនបានព្យាបាលមនុស្សបានដូចគ្នានោះទេមនុស្សខ្លះព្យាបាលតាមវិធីសាស្ត្រធម្មជាតិនេះគឺបានជោគជ័យតែអ្នកខ្លះវិញគឺអត់បានទេដូចជាក្នុងករណីខ្លះបងប្អូនមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរឈាមឡើងខ្លាំងបាទសម្ពាធឈាមច្រើនដូច្នេះហើយបងប្អូនគួរតែទៅរកបាទឱសថទំនើបជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសខាងបាទជំងឺលើសសម្ពាធឈាមបាទធ្វើការព្យាបាលឲ្យបានសមស្របនោះបងប្អូននឹងមានសុខភាពល្អបើបងប្អូនប្រកាន់ថាអនុវត្តទាំង5ចំណុចនេះហើយបងប្អូនមិនកើតជំងឺលើសឈាមទៀតទេបាទនេះជាគំនិតមិនត្រឹមត្រូវទេបាទចំណុចនេះគឺជាបាទការមួយដែលខ្ញុំបញ្ជាក់ឲ្យបានច្បាស់លាស់បាទអញ្ចឹងបើសិនជាបងប្អូនធ្វើតាមលក្ខខណ្ឌបាទទាំង5ចំណុចនេះឲ្យមិនបានល្អដូច្នេះបងប្អូនត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញខាងផ្នែកជំងឺលើសឈាមដើម្បីទទួលបានការព្យាបាលត្រឹមត្រូវបាននៅជំងឺលើសឈាមរបស់បងប្អូនបាទអញ្ចឹងជាចុងក្រោយបាទខ្ញុំសូមជម្រាបលាបាទ